សួរថាយើងកំពុងតែមានសត្រូវនឹងមុខនឹងជាណាគេតែអ្នកទាំងអស់គ្នានឹងនៅតែស្អប់តែយួនតែមួយទេហើយចាអាសាច់សៀមនឹងអ្នកទាំងអស់គ្នាអត់ស្អប់ទេអីដែលវាប្រើយន្តហោះចម្បាំងដែលវាប្រើអាវុធទំនើបមកសម្រាប់ជាជនខ្មែរមកផ្លន់ដីខ្មែរនឹងផ្លេចស្រស់នេះអ្នកទាំងអស់គ្នាអត់មានចិត្តស្អប់វាទេអីតែអ្នកទាំងអស់គ្នាមិនអាចស្អប់វាបានឬក៏យ៉ាងម៉េចហាខ្ញុំសួរហាមួយម៉ាត់ណាក៏ដោយក៏មកជេរខ្ញុំថាខ្ញុំយួនដែរសត្វថាខ្ញុំនេះគេបជាក្បាលមកឲ្យលៀងខួរក្បាលខ្មែរខ្ញុំមិនមែនជាមនុស្សមានអធិពលដល់កម្រិតហ្នឹងទេណាខ្ញុំជាកូនខ្មែរ 100% ខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ខ្មែរនេះខ្ញុំក៏ជាមនុស្សម្នាក់ដែលធ្លាប់គ្រប់គ្រងពូសំរងស៊ីនេះរយៈពេលមក7-20ឆ្នាំហើយខ្ញុំមកឈរនៅចំណុចនេះគឺបន្ទាប់ពីមានខ្មែរត្រូវបានចោលប្រៃសៀមឈ្លានពានទឹកដីខ្ញុំប្រាប់អ្នកទាំងអស់គ្នាត្រង់ហ្នឹងកុំមកចោលខ្ញុំថាខ្ញុំយួនណាមិនមែនខ្ញុំអត់ឈឺចាប់ទេដែលខ្មែរយើងត្រូវបាត់បង់ទឹកដីពីការឈ្លានពានរបស់សត្រូវជុំវិញខ្លួនប៉ុន្តែសូមកុំបង្កើតសត្រូវឲ្យខ្មែរជុំវិញខ្លួនបែបនេះយកស្អីទៅប្រឆាំងមួយគេហាបើអ្នកឯងស្រឡាញ់ខ្មែរមែនណារួមដៃគ្នាកំតិចអាចោប្រៃសៀមចេញពីទឹកដីខ្មែរឥឡូវសិនទៅដោយសារវានេះបើកការឈ្លានពានភ្នែកស្រស់ឲ្យយើងឃើញហ្មងហ៎អាពាក្យយួនមួយម៉ាត់ណាក៏យួនតើយួននឹងឯងស្អប់គឺស្អប់ត្រូវហើយប៉ុន្តែសួរថាអ្នកឯងមិនអាចស្អប់អាចោប្រៃសៀមនេះនៅមួយទៀតទេអីបានជារត់ពេលដែលធ្វើនយោបាយឃោសនាធ្វើអ្វីក៏ដោយក៏គ្រប់គ្រងតែអាពួកចៅប្រៃសៀមហ្នឹងតើអ្នកទាំងអស់គ្នាមិនអាចស្រែកថ្កោលទោសទៅពួកអាចៅប្រៃសៀមហ្នឹងជួយដល់ខ្មែរបានទេអីអតិពលរបស់ពួកអ្នកឯងនៅក្រៅស្រុកមួយចំនួនអស់ហ្នឹងគឺមានអតិពលខ្លាំងជាងពួកខ្ញុំនៅស្រុកខ្មែរណាដោយសារតែ social media នៅស្រុកខ្មែរត្រូវបានចោលប្រៃសៀមគ្របដណ្ដប់វាជាអ្នកគ្រប់គ្រងប្រព័ន្ធ social media ហ្នឹងដូចជា TikTok Facebook បើអ្នកឯងមានបេះដូងស្រឡាញ់ខ្មែរនេះពិតប្រាកដអ្នកឯងនឹងជួយផ្សព្វផ្សាយពីទង្វើអាក្រក់របស់ចោលប្រៃសៀមឲ្យពិភពលោកបានឃើញមិនមែនពួកអ្នកឯងមួយថ្ងៃផ្សាយតែពីភាពចំណុចអាក្រក់តូចៗនៅក្នុងប្រទេសខ្មែរទៅបង្ហាញពិភពលោកធ្វើដូចប្រទេសខ្មែរនេះអាក្រក់មហិមាណាស់ចឹងណាអាហ្នឹងមែនទង្វើស្រឡាញ់ខ្មែរណាតើសួរថាទង្វើរបស់អ្នកឯងធ្វើហ្នឹងតើខ្ញុំនិយាយប៉ះពាល់បានទេអីទង្វើអ្នកឯងសាហាវជាងពួកសៀមទៀតតើខ្ញុំនិយាយមិនបានទេឬហ៎តើការនិយាយរបស់ខ្ញុំហ្នឹងវាប៉ះពាល់ផលប្រយោជន៍អ្នកឯងធ្ងន់ធ្ងរខ្លាំងមែនមិនចាំបាច់ខ្ញុំនិយាយទេបងប្អូនប្រជាជនខ្មែរឥឡូវនេះពួកគាត់ដឹងឮច្រើនណាស់គាត់ឆ្អែតចិត្តខ្លាំងណាស់សូម្បីតែអ៊ំពូមីងនៅស្រុកក្រៅក៏គាត់បានតែមកនិយាយជាមួយខ្ញុំអ្នកខ្លះវិញខ្ញុំពិតជាសូមគោរពអរគុណខ្លាំងមែនទែនដល់អ៊ំដល់មីងជាពិសេសពួកគាត់ដែលនៅស្រុកក្រៅដែលបានជួយថវិការបស់ខ្ញុំអ្នកខ្លះវិញខ្ញុំស្មានតែគាត់ជួយដល់តបអត់ទេមីងជូនឯងមីងឲ្យឯងដោយសារមីងអរគុណនៅការដែលខំប្រឹងធ្វើព័ត៌មាននេះឲ្យពួកមីងនៅស្រុកក្រៅដឹងបើអត់មានហើយក៏មីងអត់បានតាមដាននៅស្រុកក្រៅស្រុកខ្មែរដែរមីងប្រកាសជាអត់ដឹងទេថាពួកសៀមនឹងវាគិតស្អីស្អិតណាគាត់ដល់ថ្នាក់ហ្នឹងហើយគាត់និយាយជាមួយខ្ញុំពីមុនគាត់គិតដូចខ្ញុំអញ្ចឹងគាត់ឈរនៅចំណុចមួយដូចខ្ញុំអញ្ចឹងប៉ុន្តែគាត់មានបេះដូងឆន្ទៈដូចខ្ញុំគាត់ស្រឡាញ់ទឹកដីគាត់បារម្ភពីទឹកដីខ្មែរមួយនេះអញ្ចឹងគាត់អត់ខ្វល់ទេថាពីមុនគាត់គ្រប់គ្រងអ្នកណាគេគាត់ត្រូវការតែឥឡូវនេះអ្នកណាគេធ្វើដើម្បីការពារទឹកដីខ្មែរមួយនេះពិតប្រាកដមិនមែនមួយថ្ងៃអង្គុយតែផ្សាយសម្អុយឈ្មោះខ្មែរអញ្ចឹងទេណាអ្នកដែលគេគ្រប់គ្រងខ្ញុំគឺអ្នកនឹងមានឆន្ទៈដូចខ្ញុំមិនថាអ្នកនឹងធ្វើយ៉ាងម៉េចក៏ដោយណាឥឡូវនេះគឺត្រូវរួបរวมជួយផ្សព្វផ្សាយពីទង្វើអាក្រក់ដែលសៀមបានឈ្លានពានដីខ្មែរតែដឹងហើយថាអាស័ក្តិសៀមនេះវាយកលេសវាប្រហារកំទេចប្រទេសខ្មែរយើងដោយសារតែរឿង scammer ហើយដើម្បីអ្នកឯងនៅតែជួយផ្សាយតាក់ទងពីថាប្រទេសខ្មែរយើងនេះគឺជាប្រទេសមួយគ្រោះថ្នាក់ដល់ពិភពលោកជាប្រទេសមួយ scammer ធំជាងគេអាហ្នឹងមិនទង្វើស្រឡាញ់ខ្មែរអាហ្នឹងមិនទង្វើស្រឡាញ់ទឹកដីខ្មែរណាខ្ញុំសួរសាហាវជាងសៀមណាតែខ្ញុំនិយាយប៉ះបានមែនហើយសួរតែខ្ញុំនិយាយប៉ះហ្នឹងខ្ញុំនិយាយលៀបពណ៌មែនខ្ញុំយកផុសតាំងពិតប្រាកដមកបង្ហាញប៉ុណ្្នឹងហើយថាខ្ញុំនិយាយលៀបពណ៌ទៀតហើយអ្នកខ្លះវិញថាខ្លាចអាសៀមហ្នឹងវាធ្វើព័ត៌មានបំបាក់មិនចាំបាច់បំបាក់ទេបងប្អូនមើលទៅថាលោកពូសំរកស៊ីហ្នឹងរួបរวมជាមួយនឹងខ្មែរអត់ទេមួយថ្ងៃផ្សាយតែបំផ្លាញគេឈ្មោះខ្មែរគាត់ហ្នឹងឯងជាអ្នកអង្គុយផ្ដល់ព័ត៌មានទៅឲ្យផ្សាយបណ្ដាផ្សាយព័ត៌មានផ្សេងនេះការផ្សព្វផ្សាយគាត់និយាយព័ត៌មាននេះបងប្អូនមើលអាហ្នឹងមិនមែនទង្វើគាត់នឹងធ្វើដើម្បីប្រទេសខ្មែរហាបងប្អូនមើលប្រទេសសៀមមើលតែវាដែរគណៈបកប្រឆាំងមួយណាដែលវាចេញមកផ្សាយថាប្រទេសជាតិវានឹងគឺជាប្រទេសជំរក scammer ដូចគណៈបកប្រឆាំងខ្មែរយើងអត់ទេវាអាក្រក់កម្រិតណាក៏ដោយក៏វាស្ងំស្ងាត់ទេអានេះมันគេធ្វើដើម្បីជាតិគេហើយចាំខ្មែរយើងនេះគណៈបកប្រឆាំងខ្មែរយើងនេះត្រង់ណាដែលគាត់ធ្វើដើម្បីខ្មែរហាអត្តកៅចេញពីសាច់ឯងនេះវាឈឺណាអត្តកៅចេញពីសាច់ឯងនេះទៅអន្តរជាតិជឿជាក់អញ្ចឹងឲ្យដឹងផងហើយកុំគិតថាមួយម៉ាត់ណាស្រឡាញ់ខ្មែរបើអ្នកឯងស្រឡាញ់ខ្មែរមែនអ្នកឯងមិនអាចមកជេរខ្ញុំបានទេខ្ញុំមិនបានទៅជេរប្រជាពួកអ្នកឯងអាក្រក់ទេខ្ញុំអត់ចេះជេរខ្មែរទេខ្ញុំមកនិយាយនៅវីដេអូនេះហើយខ្ញុំនិយាយដដែលខ្ញុំពិតជាសូមគោរពអរគុណដល់បងប្អូនប្រជាជនខ្មែរដែលគាត់បានគ្រប់គ្រងការធ្វើវីដេអូរបស់ខ្ញុំហើយខ្ញុំដឹងថាការដែលគាត់គ្រប់គ្រងនេះគឺបេះដូងគាត់នឹងឆន្ទៈរបស់គាត់ដូចខ្ញុំអញ្ចឹង
អ្វីដែលពួកយើងត្រូវការទាំងអស់គ្នាគឺត្រូវការឲ្យពួកយើងបានទឹកដីពីការដែលចៅព្រៃសៀមវាឈ្លានពានទន្ទ្រានយកទៅនេះសូមឲ្យត្រឡប់មកបានជារបស់ខ្មែរវិញគឺពួកយើងត្រូវការតែប៉ុណ្្នឹងហើយនឹងសូមឲ្យវាសងនៅសំណងដែលវាបង្កើតសង្គ្រាមនេះមកបំផ្លាញប្រទេសជាតិយើងមកសម្រាប់អាយុជីវិតប្រជាជនខ្មែរយើងគឺពួកយើងធ្វើសពគ្រប់បែបយ៉ាងត្រូវការប៉ុណ្ណឹងមិនមែនយើងធ្វើសពគ្រប់បែបយ៉ាងដើម្បីការពារអំណាចរបស់សម្ដេចពុកហ៊ុនសែនដើម្បីអំណាចត្រកូលពួកគាត់ទេយើងធ្វើដើម្បីប្រទេសជាតិយើងធ្វើដើម្បីទឹកដីខ្មែរយើងណាសូមយល់ផងបើសិនជាខ្ញុំនិយាយមានការខុសឆ្គងឬក៏ខ្ញុំមានអារម្មណ៍មិនចេញកំហឹងពេកសូមឲ្យខ្ញុំសុំទោសប៉ុន្តែពេលខ្លះខ្ញុំប៉ះពាល់ផ្លូវចិត្តខ្ញុំដែរបងប្អូនទាំងគ្នាខ្ញុំសូមគោរពអរគុណនិងសូមអភ័យទោសណាបងប្អូនបើសិនជាការដែលខ្ញុំនិយាយទៅគឺធ្វើឲ្យបងប្អូនទាំងអស់គ្នាគាត់ថាមិននេះវាកាចវាអីតែពេលខ្លះសូមឲ្យខ្ញុំបញ្ចេញអារម្មណ៍ដែលខ្ញុំកប់នៅក្នុងចិត្តចឹងវាណែនក្នុងទ្រូងពេលដែលខ្ញុំឃើញខ្មែរមួយចំនួនវាចេញមកជេរខ្ញុំអាក្រក់ជាងសៀមកជេរខ្ញុំតិចខ្ញុំឈឺណាបងប្អូនតែមានត្រឹមតែ3 4 5នាក់ហ្នឹងទេអត់មានលើសហ្នឹងទេដោយសារពួកគាត់នេះគឺជាខួរឆ្កែហើយជាកញ្ចេះរបស់សៀមអញ្ចឹងគាត់ក៏មិនមានតម្លៃដែលឲ្យខ្ញុំនឹងនិយាយជាមួយពួកវាទេបើថាឲ្យខ្ញុំនឹងទៅជេរបចោល live មួយអត់ទេខ្ញុំអត់ចេះដាប់សម្ដីរបស់ Brother Kevin ដែលគាត់ជាជនបរទេសគាត់ក៏ចេញមកមានកំហឹងហើយខ្ញុំនិយាយមែនណាបងប្អូននៅពេលដែលមានខ្មែរមួយចំនួនដែលចេញមកវាយប្រហាររាជរដ្ឋាភិបាលចេញមកថ្កោលទោសខ្មែរគ្នាឯងអត់មានចេះខ្មាស់អៀនជាមួយនឹងបរទេសមួយចំនួនដែលគាត់គ្រាន់តែជាជាតិសាសន៍ដតីសោះតែគាត់ចេញមកគ្រប់គ្រងនឹងជួយជឿឆ្អាលរោយុទ្ធធម៌ប្រទេសខ្មែរយើងតែឥឡូវនេះត្រូវបានខាងក្រុមគណៈបកប្រឆាំងចេញមកថាឲ្យបរទេសថាការធ្វើរបស់ពួកគាត់នេះគឺសិតតែជារឿងដែលមួយអ្នកនេះមិនជាពួកសៀមថាធៀបណាស់ចូលមកស្រាប់ជាមួយខ្ញុំគ្មានគួរក៏កប៉ាទុយអាចគាត់និយាយថាខ្ញុំក៏តែយកតែតួចំពោះប្រទេសថៃខ្លះហើយបរទេសខ្លះចូលមកជួយជឿឆ្អាលក្នុងកម្ពុជាយើងហ្នឹងមិនមែនជួយឲ្យខ្មែរយើងបានសុខទេគឺជួយឲ្យយើងមានបញ្ហាខ្លះដែរហើយខ្ញុំហើយមានខុសខំត្រូវកម្ពុជា 100% ទេខ្ញុំគិតថាគាត់ជាពួកសៀមហើយនេះគាត់កំពុងនិយាយថាយើងមិនគួរធ្វើបែបតិកាអីវ៉ាន់សៀមទេមកណារ៉ៃជាតង្កើអសង្គមនឹងទៅជាតកតាបញ្ជាខ្សែរបស់សាមរ៉េងស៊ីហើយសាមរ៉េងស៊ីនេះហើយកបៈទាហានខ្មែរគាត់ជាសមាជិកក្រុមសៀមខ្ញុំប្រកាសថាគាត់សប្បាយចិត្តតែពួកគេបានលក់តែរបស់យើងពីព្រោះវាបថាឲ្យគាត់នៅអវាយផ្សេងទៀតតំបៃស្អប់កម្ពុជាចូលរួមធ្វើបាយលិខាអីវ៉ាន់សៀមជួយមករ៉ៃសាមរេងស៊ីជួយមករ៉ៃមួងណារ៉ៃបងប្អូនបានស្ដាប់ការនិយាយរបស់ Brother Kevin Smith មិញណាពេលដែលខ្ញុំឮលោកមួងណារ៉ៃគាត់និយាយចឹងហើយខ្ញុំក៏មានអារម្មណ៍ថាអូខ្ញុំហួសចិត្តខ្លាំងមែនតើណានៅពេលដែលគាត់និយាយថាពេលដែលមានបរទេសមកជួយឈឺឆ្អាលរឿងប្រទេសជាតិខ្មែរដែលមានបញ្ហាពីការឈ្លានពានរបស់ចៅព្រៃសៀមលើទឹកដីខ្មែរនេះវាខ្លាចជារឿងមួយដែលនាំទុកឲ្យខ្មែរខ្ញុំអត់យល់មានអញ្ចឹងទៀតបងប្អូននឹងអត់ខ្ញុំសរសើរទៅដល់សកម្មភាពរបស់លោក Kevin Smith ខ្លាំងមែនតើគាត់គឺជា hero មួយដែលមានភាពអង់អាចខ្លាំងសូម្បីតែខ្មែរយើងដែលជាម្ចាស់ទឹកដីអត់ទាន់មានអ្នកណាគេហ៊ានទៅឈរនៅមុខចៅព្រៃសៀមហើយចង្អល់វាថាពួកអញជាចៅពួកអញជាចៅហើយណារហូតទៅដល់គេគាត់ឈរនៅកន្លែងហ្នឹងវត្តមានរបស់គាត់គេយកកំភ្លើងបាញ់គម្រាមគាត់បងប្អូនសាកគិតមើលតើគាត់លះបង់ប៉ុណ្ណាដើម្បីខ្មែរហើយអ្នកដែលស្រែកថាគាត់នេះកំពុងតែនាំបញ្ហាឲ្យខ្មែរយើងអីមកគិតហ៎អត់ចេះខ្មាស់បរទេសទេអីពួកយើងជាប្រជាជនខ្មែរគ្រប់គ្នាគួរតែកោតសរសើរនិងគោរពដល់ការលះបង់របស់ពួកគាត់ចុះបើសិនជាថ្ងៃណាមួយអាសត្វដេរឆានសៀមនឹងវាបែកឆ្នាំវាបាញ់មកចំគាត់ទៅមិនទៅតែគាត់ហ៊ានលះបង់ខ្លាំងណាដើម្បីទឹកដីខ្មែរវិញនេះដោយសារតែអីគាត់ស្រឡាញ់ទេខ្មែរយើងតែហេតុអ្វីបានចេះមកចេញនិយាយថាឲ្យគេនឹងធ្វើអញ្ចឹងគឺជាការនាំរឿងឲ្យខ្មែររឿងអីនាំរឿងអីមានដឹងអត់ថាព័ត៌មានសៀមពួកថ្នាក់ដឹកនាំសៀមនេះខ្លាចវត្តមានរបស់ Brother Kevin នេះកម្រិតណាហ៎គឺគេខ្លាចសកម្មភាពនិងសម្លេងរបស់គាត់នេះនាំទៅកាន់ពិភពលោកបានឃើញពីភាពឆ្លៀនពៀនរបស់ចៅព្រៃសៀមលើដីខ្មែរយើងណាអតិពលសម្លេងរបស់បរទេសគឺជាអវិថាសញ្ញាដ៏លឿនខ្លាំងបំផុតដើម្បីឲ្យអន្តរជាតិនឹងជឿជាក់ខ្ញុំគ្រាន់តែប្រាប់តាមប៉ុណ្ណឹងហើយពួកយើងគួរតែដឹងគុណគាត់មិនមែនបើឈោស្រែកថាគេនាំរឿងមកឲ្យខ្មែរវិញទេគាត់ទៅដូចពួកលោកឯងបានអត់នាំរឿងមួយថ្ងៃឈោទៅកៅឆ្កៀររឿងរដ្ឋាភិបាលនិងដៀលប្រទេសខ្មែរតែជាចម្រុះ scammer កន្លែងអីគេលាក់បំពុលពួកអក្រិតជនអាហ្នឹងបានរឿងដើម្បីជាតិធ្វើដើម្បីជាតិយូរទៅខ្ញុំនិយាយមែនដឹងតែពួកគាត់យកស្អីមកប្រឆាំងមកនិយាយខ្ញុំថាខ្ញុំអត់ចង់មកប៉ះពាល់ជាមួយពួកអស់ហ្នឹងឯងប៉ុន្តែយូរទៅវាកាន់តែជ្រុលទៅខ្មែរខំប្រឹងពហិការថាខ្មែរនេះអសិលធម៌ដល់ពេលពួកអសណ្ដានដេរឆានសៀមប្រៅជនហោះចម្បាំងមកសម្លាប់មកឈ្លានពានទឹកដីខ្មែរអត់ដែលឃើញពួកគាត់ទៅកោតថាពួកវាអសិលធម៌សោះអត់ស្អីមកធ្វើនយោបាយប្រឆាំងដើម្បីជាតិនេះយកអីមកគិតហ៎ប
ប្អូនរាល់សកម្មភាពដែលបរទេសដែលគាត់បានចេញមកជួយនេះគឺជារឿងដែលប្រជាជនខ្មែរយើងនេះត្រូវការខ្លាំងបំផុតណាប្រទេសខ្មែរយើងតូចណាសម្លេងប្រជាជនយើងតិចណាប្រទេសយើង social media គឺអត់ទលំទលាយទេដោយសារអីបងប្អូនបានដឹងឲ្យ Facebook TikTok លើថាអីស្អីគេនេះមកប្រព័ន្ធទៀតគឺក្រោមការគ្រប់គ្រងរបស់សៀម Office ធំបំផុតដែលប្រចាំអាស៊ីនោះគឺនៅប្រទេសសៀមអញ្ចឹងប្រព័ន្ធ social media នេះគឺវាហោះទៅក៏ពួកវាគ្រប់គ្រងដែរអានេះគឺជាការដែលពួកយើងត្រូវដឹងហើយនៅពេលដែលមានសម្លេងបរទេសចេញមកជួយស្រែករកយុត្តិធម៌ឲ្យប្រជាជនខ្មែរឲ្យប្រទេសខ្មែរហើយបង្ហាញពិភពលោកបានឃើញពីទង្វើរបស់ចៅព្រៃសៀមឈ្លានពានលើដីខ្មែរខ្លាចជារឿងមួយដែលនាំទុកឲ្យខ្មែរវាអាចមានអញ្ចឹងដែរណាខ្ញុំសួរចេះផ្អាកសិនទៅណាផ្អាកសិនអារឿងប្រឆាំងដើម្បីបញ្ចោតខ្លួនឯងផ្អាកសិនអត់មានរឿងពេលហ្នឹងមកប្រឆាំងដើម្បីទាមទាររកសម្លេងគ្រប់គ្រងឬប្រឆាំងដើម្បីយកមកធ្វើរដ្ឋប្រហារកំទេចប្រទេសខ្មែរទេផ្អាកទៅយូរទៅកាន់ទៅហើយខ្ញុំអត់ចង់ថាទេបងប្អូនតែគាត់ម្ដងហើយម្ដងទៀតមកមើងងាយការពាក់ហិការរបស់ប្រជាជនខ្មែរមួយសិតទៅថារឿងអសិលធម៌ដល់ពេលអាសាដេរឆានសៀមនោះវាមកប្លន់ដីខ្មែរមកសម្រាប់កងទ័ពខ្មែរខ្លាចជារឿងមួយដែលល្អសម្រាប់ពួកគាត់ហើយដល់ពេលឥឡូវនេះមកបរទេសចេញមុខមកជួយទាមទាររកយុត្តិធម៌បរទេសចេញមកជួយដើម្បីរកភាពត្រឹមត្រូវនិងបង្ហាញពិភពលោកបានឃើញពីការឈ្លានពានរបស់សៀមលើទឹកដីខ្មែរខ្លាចជារឿងមួយដែលនាំទុកឲ្យខ្មែរវាអាចចឹងដែរអូយខ្ញុំនិយាយមែនហត់នឿយ